ចុងក្រោយនៅក្នុងភាសានរដូវដែលត្រូវសម្ដែងក្នុងខ្សែរឿងអេតតិកៈក្នុងឆ្នាំនេះចត្វាស័កពុទ្ធសករាជ2546នៅនេះសាលារៀនខេត្តបាត់ដំបងចឹងខ្សែអាត់លេខ496សូមនមស្ការថ្វាយបង្គំប្រជុំ3នៃបត្រៃរតន៍ដែលជារតនៈដល់ដំដំគង់ខ្ពស់និងសូមនមស្ការថ្វាយបង្គំកណ្ណាគុណចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពកើតក្រែងនិងសូមគោរពលោកគ្រូបងគោរពញាតិញោមស្រីប្រុសទាំងអស់ទាំងដោយសេចក្តីជ្រះថ្លាបានអញ្ជើញមកបំពេញបុណ្យកុសលបណ្ដោះបណ្ដាលនៅពូជបុណ្យកុសលក្នុងសន្តានទាំងកាលណាបើយើងសម្បូរទៅដោយពូជបុណ្យពូជកុសលក្នុងសន្តានចឹងទៅក្នុងជីវិតដែលយើងរស់នៅវិថីចិត្តដែលបានកើតឡើងនឹងមានកិច្ចផ្សេងហើយក្នុងនោះមានជាវនៈកិច្ចហើយជាវនៈកិច្ចហ្នឹងគឺច្រើនតែកុសលដោយអំណាចអីដោយអំណាចមានពូជនៃកុសលអាស្រ័យរូបជាអារម្មណ៍អាស្រ័យសម្លេងអាស្រ័យក្លិនរសផតថពៈអាស្រ័យធម្មនិរម្មណ៍កុសលហ្នឹងក៏សម្បូរបានទៅជាពហុលកម្មផ្នែកខាងបញ្ញកម្មអំពើជាបុណ្យអំពើជាកុសលហ្នឹងច្រើននឹងមិនមែនច្រើនមកអំពីអីក្រៅតែពីអារម្មណ៍ហ្នឹងទេណាទេព្រោះអារម្មណ៍ហ្នឹងជាអារម្មណ៍បច្ច័យបើអត់មានអារម្មណ៍តាមទ្វារទាំង6ហ្នឹងទេក៏កុសលមិនដឹងជាកើតឡើងយ៉ាងម៉េចដែរដូចជារុក្ខជាតិដែលចម្រើនឡើងក៏ដោយអាស្រ័យមានផែនដីណាបើយកជីជាតិពីផែនដីប៉ុន្តែវានៅលើពូជរុក្ខជាតិហ្នឹងថាវាមានពូជផ្អែមដោយដើមអំពៅអីក៏ចេះតែបានផ្អែមទៅហើយតែបើវាមានពូជល្វីងពូជចត់ពូជជូរក៏បើយកជីជាតិពីផែនដីមកវាចិត្តតែល្វីងចិត្តតែចត់ចិត្តតែជូរចិត្តតែខាអញ្ចឹងទៅចឹងក្តីនេះយ៉ាងណាបើយើងមានពូជបន់ដោយការស្ដាប់ព្រះធម៌មានយោនិសោមនសិការៈស្រ័យសទ្ធាដែលជាអាហារនាំឲ្យយោនិសោមនសិការៈនឹងចម្រើនចឹងទៅនឹងហើយជាបតតឋានរបស់កុសលទាំងជាហេតុចិត្តណាយោនិសោមនសិការហ្នឹងចឹងរឿងកុសលអកុសលដែលចម្រើនក្នុងសន្តាននៃសត្វលោកហ្នឹងវាមិនមែនមកអំពីអារម្មណ៍ខាងក្រៅទេណាហ្នឹងអារម្មណ៍ខាងក្រៅនេះគ្រាន់តែជាអារម្មណ៍បច្ច័យញ៉ាំងវិថីចិត្តឲ្យកើតឡើងតែត្រង់បច្ច័យនៃកុសលនិងអកុសលហ្នឹងវាត្រូវតែផ្សាយផ្សំច្រើនយ៉ាងទៀតជាពិសេសបើថាយោនិសោមនសិការហ្នឹងកុសលចម្រើនណាតែបើអយោនិសោមនសិការទេអាហ្នឹងបាបអកុសលការខឹងការស្រឡាញ់ស្អប់កប់តោះចំណែនកំណាញ់អីក៏ចិត្តតែកើតឡើងបានងាយមកអំពីពូជបាបហ្នឹងដោយប្រៀបដូចថាពូជល្វីងអញ្ចឹងចិត្តតែល្វីងទៅកាន់តែចាស់ដើមកាន់តែល្វីងទៅបដូរពេជ្រអីចឹងទៅដៅអីចឹងទៅតែតើពូជផ្អែមដូចអំពៅអញ្ចឹងចាស់ដើមរឹតតែផ្អែមអញ្ចឹងទៅទៅស្ករទៀតផ្អែមមែនទែនហ្នឹងអញ្ចឹងយើងស្ដាប់ធម៌ហ្នឹងដើម្បីសន្សំនៅពូជបន់ពូជកុសលឲ្យបានច្រើនក្នុងសន្តានអញ្ចឹងយើងពិតជាមានជីវិតខ្សែមសានរស់នៅដែលមានអារម្មណ៍ទាំង6ប្រកបជុំវិញជីវិតហ្នឹងដូចជាជីវិតរបស់ឧបាសិកាវិសាខាខ្ញុំក៏បានសម្ដែងពីខ្សែអាត់ពេញរួចហើយណាទៀតនឹងនៅមួយខ្សែអាត់នេះទៀតពេញមួយខ្សែអាត់នេះទៀតតែក៏មិនទាន់អស់រឿងរបស់ឧបាសិកាវិសាខាតិចដែរប្រកបជាមិនទាន់អស់
ព្រោះនៅមានរឿងច្រើនណាស់ដែលបានធ្វើកិច្ចក្នុងពុទ្ធសាសនាទាក់ទិននឹងបរមព្រះសាស្តាឬក៏ព្រះវិខុសង្ឃជាកម្ពូលលើបាសិកាទាំងឡាយផ្នែកខាងឲ្យទានណាទៀតផ្នែកខាងថ្វាយទានដោយព្រះអង្គទ្រង់តាសម្ដែងចំពោះវិខុទាំងឡាយហើយអេតតកੰភិក្ខវេមសាវិកានੰឧបាសិកានੰទេយិកានੰយតិទាំងវិសាខាមិកេរមេតានឹងនៃវិខុទាំងឡាយចំពោះសាវិការបស់តថាគតដែលជាអេតតកៈលើឧបាសិកាទាំងឡាយផ្នែកខាងថ្វាយទានគឺស្រេចនៅលើវិសាខាមិកេរមេតានឹងក្នុងខ្សែអត្ថមុនខ្ញុំកណ្ដាលខ្ញុំបានសម្ដែងមកដល់ឧបាសិកាវិសាខាសំពោ8ប្រការអំពីព្រះបរមសាស្តាសំបីព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ថាព្រះតថាគតទាំងឡាយលើកលែងការឲ្យពរដល់បុគ្គលណាហើយក៏គង់ឧបាសិកាវិសាខាទទូចសុំព្រះរាមាវិភាកទៀតថាបើពិតព្រះអង្គដែលចម្រើនចំពោះរបស់ណាដែលគួរដល់សាមណៈមិនប្រព្រឹត្តទៅជាទោសខ្ញុំម្ចាស់គឺសុំនៅរបស់នោះឯងដែលជាពរគឺរបស់ប្រសើរអញ្ចឹងចូលនាងថាមកមើលនឹងបានសុំពរ8ប្រការទូលដល់ព្រះរាមាវិភាកថាខ្ញុំកណ្ដាលសុំប្រកេតនៅវស្សកសាដកដល់វិខរហូតអស់ជីវិតទី1ទី2គឺសូមប្រកេតនៅអាគន្តកៈផាត់ផាត់ដល់វិខដែលទៅតែមកដល់ថ្មីទី3សូមប្រកេតនៅកមិកផាត់គឺផាត់ដែលវិខត្រៀមរៀបចំដើម្បីចេញដំណើរទៅទី4សូមប្រកេតនៅគិលានផាត់គឺផាត់សម្រាប់វិខដែលមានអពេតទី5សំប្រកេតនៅគិលានុបដ្ឋកផាត់គឺផាត់សម្រាប់វិខអ្នកទំនុកម្រងថែរក្សាវិខអ្នកឈឺនឹងសិតទៅសុំរហូតអស់ជីវិតហ្នឹងហើយទី6នោះសំប្រកេតនៅគិលានភេសជ្ជៈគឺថ្នាំកាយរោគរហូតអស់ជីវិតដែរទី7សំប្រកេតនៅធុវយាគូគឺបបរយាគូជាប្រចាំរាល់ថ្ងៃជានិច្ចនិងទី8សំប្រកេតនៅឧត្តកសាដកដល់ភិក្ខុនីរហូតអស់ជីវិតបានព្រះរាមាវិភាកព្រះអង្គមិនទាន់អនុញ្ញាតទេព្រះអង្គត្រាស់សួរថាដែលនាងវិសាខានាងឃើញប្រយោជន៍យ៉ាងណាបានជាសុំពរទៅនេះអំពីតថាគតបើពិតព្រះអង្គដោយចម្រើនភិក្ខុនៅពេលដែលស្រង់ទឹកភ្លៀងកាលណាបើមិនមានសម្ពុតផ្លាស់ព្រឹកទៅដោយការអាក្រាតកាយគួរឲ្យខ្មាស់គួរឲ្យខ្ពើមប្រហែលដូច្នេះបានជាខ្ញុំម្ចាស់សូមប្រកេនវស្សកសាដកដល់ភិក្ខុរហូតអស់ជីវិតព្រោះអាស្រ័យប្រយោជន៍យ៉ាងនេះអានឹងរឿងដើមហើយណាដែលខ្ញុំក៏បានសម្ដែងហើយពីរឿងភ្លៀងចុងក្រោយមួយដែលភ្លៀងក្នុងទ្វីបទាំង4ហ្នឹងក៏អង្គត្រាស់ឲ្យវិខទាំងឡាយស្រង់ទឹកភ្លៀងហ្នឹងវិខហ្នឹងស្រង់ដោយអត់មានសម្ពុតនឹងឯងបានឧបាសិកាវិសាខាហ្នឹងឆ្លាតឆ្លៀសយល់ក្នុងប្រយោជន៍បានសំពោព្រះរាមាវិភាកហ្នឹងប្រកេនវស្សកសាដកណាពុទ្ធសាដកដែលយើងតែងតែធ្វើនៅក្នុងពេលចូលវស្សានោះសម្រាប់ភិក្ខុសង្ឃប្រើប្រាស់ឋិដ្ឋានឲ្យបានសមគួរតាមព្រះវិន័យក្នុងវស្សានរដូវទី2ចំពោះអាកន្តកៈផាត់ភិក្ខុដែលទៅមកដល់ថ្មីលោកម្ចាស់មិនទាន់បានស្គាល់ផ្លូវនិមន្តទៅបិណ្ឌបាតមិនទាន់ដឹងទីកោចរតើតែលោកគង់នៅយូរអញ្ចឹងទៅលោកស្គាល់ផ្លូវទៅអញ្ចឹងក្នុងរយៈពេលដែលទៅមកដល់ហ្នឹងគឺបានឆាន់នៅចង្ហាន់បិណ្ឌបាតបើខ្ញុំម្ចាស់ទៅធ្វើឲ្យលោកបានរស់នៅជាសុខហើយស្គាល់ផ្លូវទៅលោកនិមន្តទៅបិណ្ឌបាតនឹងជាប្រយោជន៍ក្នុងការដែលខ្ញុំម្ចាស់សំពោទី2គឺប្រកេនអកន្តកៈផាត់រហូតអស់ជីវិតទី3
กมิกพอดคือวิเคราะห์เตรียมเรียบจำนิมนต์ទៅកម្មទីផ្សេងបរិវល់ទៅស្វែងរកអាហារដែលអាចខកផ្លូវទៅតាមអ្នករទេះមិនតាន់ឬក៏អាចទៅដល់ពេលយប់ប្រលប់លំបាកណាស់បើលោកមិនរវល់ស្វែងរកអាហារបិណ្ឌបាតទេគឺទទួលផតរបស់ខ្ញុំម្ចាស់អញ្ចឹងទៅលោកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការនិមន្តចេញដំណើរទៅនឹងប្រយោជន៍ក្នុងកមិកផតហើយចំពោះគិលានផតសម្រាប់វិខអ្នកឈឺកាលណាបើគុណម្ចាស់មានអាពាហ៍អញ្ចឹងមិនបាននៅអាហារជាទីសប្បាយទេនាំឲ្យរោគនឹងកាន់តែធ្ងន់ដណ្ដើមទៅរហូតដល់អាចមរណភាពអញ្ចឹងការបើបាននៅគិលានផតដែលខ្ញុំកណាបានប្រកេនទៅធ្វើឲ្យអាពាហ៍នឹងក៏បានធូរស្បើយនឹងបានសិកាវិសាខាឆ្លាតឆ្លៀសណាស់ក្នុងការចាត់ចែងផតនោះទៀតដឹងលោកម្ចាស់អង្គនេះត្រូវការចង្ហាន់នេះលោកម្ចាស់អង្គនោះត្រូវការចង្ហាន់នោះឆ្លាតឆ្លៀសណាស់ជាមួយនឹងលោកសេដ្ឋីអនាថបិណ្ឌណាទៀតក្នុងក្រុងសាវត្ថីនឹងអ្នកដតីដែលគេធ្វើពិធីបន់និមន្តព្រះសង្ឃពី300អង្គ500អង្គរហូតដល់ទៅថាធ្វើអស់ប្រាក់100,000កហបណៈក៏ដោយបើភ្ញៀវទៅនឹងសួរឧបាសិកាវិសាខាឬក៏លោកសិទ្ធិអនាថបិណ្ឌអត់ឃើញទេគេពោលទេដៀលគេថាទៀនអីទេគេថាអញ្ចឹងទៀនអីទេនឹងណោមទីខ្វះអ្នកចាត់ចែងដល់ល្អហ្នឹងអញ្ចឹងដូច្នេះសូម្បីនៅនឹងផ្ទះលោកសិទ្ធិអនាថបិណ្ឌនិងផ្ទះឧបាសិកាវិសាខាហ្នឹងមានការនិមន្តព្រះភិក្ខុសង្ឃ 2000 អង្គរាល់ថ្ងៃជានិច្ចមកទទួលចង្ហាន់យ៉ាងណាក៏ដោយតែលោកសិទ្ធិក៏ចាត់ឲ្យកូនស្រីគាត់ក្នុងការថ្វាយចង្ហាន់ដល់ព្រះសង្ឃ 2000 អង្គរាល់ថ្ងៃឧបាសិកាវិសាខាចាត់ឲ្យចៅស្រីក្នុងការរៀបចំនឹងហើយគាត់អត់សូវបាននៅផ្ទះទេគឺគេអញ្ជើញទៅពេញតែក្រុងសាវត្ថីនឹងគេមិនហ៊ានឲ្យខកខានទេប៉ុន្តែគាត់នៅក្នុងផ្ទះក៏មានកូនមានចៅឆ្លាតឆ្លៀសក្នុងកិច្ចការនឹងអញ្ចឹងឧបាសិកាវិសាខាឆ្លាតឆ្លៀសណាស់ព្រោះធ្លាប់សំបន់រឿយមកលោកម្ចាស់អង្គណាត្រូវការអីប្រកេនរបស់នឹងត្រូវការអីប្រកេនរបស់នឹងរហូតទៅវាមានបន់មួយដែលសន្សំមកដូចជាដឹងចិត្តលោកអញ្ចឹងទៅលោកអាពាហ៍ត្រូវការអាហារអីត្រូវការចង្ហាន់អីថ្នាំអីអញ្ចឹងបានជាសុំប្រកេននៅគិលានផតរហូតអស់ជីវិតនឹងទី5សុំប្រកេននៅគិលានុបដ្ឋកផតគឺផតដល់ភិក្ខុអ្នកថែរក្សាជំងឺលោកអត់ឈឺទេតែលោកអ្នកថែរក្សាភិក្ខុដែលឈឺអញ្ចឹងគឺសុំប្រកេនដល់លោកកុំឲ្យលោកលំបាកទៅស្វែងរកអាហារសុំប្រកេនហើយតែគិលានុបដ្ឋកផតនឹងហើយទី6នោះសុំប្រកេននៅគិលានភេសជ្ជៈឆ្នាំហើយបាសិកាវិសាខារៀបរាប់ប្រយោជន៍សមរម្យត្រឹមត្រូវទាំងអស់ក្នុងការដែលសំពោព្រះរាមានុភាពហ្នឹងទូលព្រះអង្គពីប្រយោជន៍ហ្នឹងដូចជាគិលានភេសជ្ជៈឆ្នាំកែរោគហ្នឹងប្រាប់អំពីប្រយោជន៍នៃឆ្នាំកែរោគហ្នឹងដល់ព្រះអង្គដូចចឹងទៅទី7ធុវយាគូខ្ញុំព្រះអង្គបានស្ដាប់អានិសង្ស10ប្រការដែលព្រះអង្គទ្រង់សម្ដែងនៅឯអន្តកវិន្ទនគរព្រះអង្គសម្ដែងថាបបយាគូមានអានិសង្ស10ប្រការមួយគឺថាបាននៅអាយុ2វណ្ណៈ3សុខៈ4ពលៈកម្លាំងកាយ5បដិធានៈកម្លាំងបញ្ញា6កំចាត់បងនៅការឃ្លាន7កំចាត់បងនៅការស្រេក8ធ្វើឲ្យខ្យល់ដើរល្អ9ធ្វើឲ្យលៀងពោះវៀនល្អនិងទី10ធ្វើឲ្យអាហារនឹងរលាយបានល្អរលួយបានល្អអញ្ចឹងខ្ញុំម្ចាស់បានដឹងអំពីអានិសង្សនៃបបយេគូទៅខ្ញុំម្ចាស់នឹងសំពោពីព្រះអង្គប្រកេននៅធុវយេគូនេះដល់ភិក្ខុសង្ឃរហូតអស់ជីវិតហើយសំប្រកេននៅឧតកៈសាដកដល់ភិក្ខុនីព្រោះភិក្ខុនីត្រូវទៅងូតទឹកនៅនឹងកំពង់បើអត់មានសម្ពុតសម្រាប់ខ្លះទេស្រីទេសយាដែលងូតនៅនឹងដែរតែចំអកឡក់លើយឲ្យថានាងម្ចាស់អើយទៅប្រព្រឹត្តព្រមចរិយាធម៌អីពីក្មេងយោបើនៅក្មេងអញ្ចឹងសប្បាយរីករាយក្នុងកាមគុណសិនទៅដល់ពេលចាស់សុំប្រព្រឹត្តព្រមចរិយាធម៌បួសយើងបានទាំងពីរទាំងពីចំណែកទាំងការសប្បាយរីករាយទាំងការប្រព្រឹត្តធម៌នឹងដែលធ្វើឲ្យពីកណីនឹងមានការអៀនខ្មាស់នៅក្នុងសេចក្តីនេះទៅសំពោពីព្រះអង្គប្រកេនឧត្តកសាដកដល់ភិក្ខុនីរហូតអស់ជីវិតព្រះអង្គមិនទាន់អនុញ្ញាតទៀតព្រះអង្គ
សាកសួរទៀតចុះនាងវិសាខាតើនាងឃើញអានិសង្ឃយ៉ាងណាក្នុងការដែលសំពោលអំពីតថាគតបានឧបាសិកាវិសាខាពោលក្រាបទូលព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនមានភិក្ខុដែលនិមន្តមកអំពីទីដតីមកក្រាបបង្គំទូលព្រះអង្គបបិទ្ធព្រះរាមាភិក្ខុដ៏ចម្រើនភិក្ខុអង្គនោះបានធ្វើមរណៈភាពហើយតើកតិរបស់លោកយ៉ាងណាព្រះរាមាភិក្ខុព្រះអង្គក៏ទ្រង់ត្រាស់ជាកថាភិក្ខុអង្គនោះជាសោតាបណ្ឌបុគ្គលហើយភិក្ខុអង្គនោះជាសក្កទេគាមិបុគ្គលភិក្ខុអង្គនោះជាអនាគាមិបុគ្គលទៅកាន់ទេវលោកទៅកាន់ព្រហ្មលោកភិក្ខុអង្គនោះជាព្រះអរហន្តបរិនិព្វានមានបដិសន្ធិកាលដែលខ្ញុំម្ចាស់បានដឹងយ៉ាងនេះហើយខ្ញុំម្ចាស់ក៏ចូលទៅរកភិក្ខុអង្គនោះទូលសួរលោកម្ចាស់តើភិក្ខុដែលបានធ្វើមរណកាលទៅនោះមុននឹងលោកធ្វើមរណកាលនឹងលោកម្ចាស់អង្គនោះធ្លាប់បាននិមន្តនៅក្នុងសាវត្ថីដែរទេកាលដែលភិក្ខុនោះប្រាប់ខ្ញុំម្ចាស់ថាលោកអង្គនោះធ្លាប់បាននិមន្តមកទៅជាម្ដងក្តីពីរដងក្តីខ្ញុំម្ចាស់ធ្វើទុកក្នុងចិត្តកំណត់ច្បាស់ថាការដែលលោកធ្លាប់និមន្តមកយ៉ាងនេះប្រកបជាបានទទួលនៅវស្សកៈសាដកពីខ្ញុំម្ចាស់ប្រកបជាធ្លាប់បានទទួលនៅអគន្តកៈផតប្រកបជាធ្លាប់បានទទួលនៅកមិកផតប្រកបជាធ្លាប់បានទទួលនៅគិលានផតប្រកបជាធ្លាប់បានទទួលនៅគិលានុបដ្ឋកផតប្រកបជាធ្លាប់បានទទួលនៅគិលានភេសជ្ជៈប្រកបជាធ្លាប់បានទទួលនៅទវយាគូជាប្រចាំប្រកបជាធ្លាប់បានទទួលនៅអតកៈសាដកបើជាភិក្ខុនីកាលដែលខ្ញុំចាស់មានសេចក្តីត្រេះរិះកំណត់ដឹងច្បាស់យ៉ាងនេះហើយថាលោកម្ចាស់អង្គនោះជាព្រះអរិយបុគ្គលធ្វើមរណភាពទៅកាន់ទេវលោកជាព្រះអរិយបុគ្គលឬក៏បរិនិព្វានទៅយ៉ាងនេះភិក្ខុអង្គនោះធ្លាប់បានទទួលនៅទេយធម៌ពីខ្ញុំម្ចាស់យ៉ាងនេះហើយខ្ញុំម្ចាស់ក៏មានតេតិនឹងតាមមកចិត្តចម្រើនឡើងហើយខ្ញុំម្ចាស់ក៏មាននៅសេចក្តីស្ងប់កាលដែលសេចក្តីស្ងប់ហើយចិត្តរបស់ខ្ញុំម្ចាស់ក៏មានសេចក្តីសុខហើយក៏មានសមាធិតាំងមាំខ្ញុំម្ចាស់បានអប់រំនៅពលៈបានអប់រំនៅឥន្ទ្រីបានចម្រើននៅពុជ្ឆង្គៈយ៉ាងនេះនេះជាអានិសង្ឃដែលខ្ញុំម្ចាស់បានឃើញច្បាស់ទៅខ្ញុំម្ចាស់សូមពោលអំពីព្រះរាមាភិក្ខុបានព្រះរាមាភិក្ខុព្រះអង្គអនុញ្ញាតព្រះអង្គទ្រង់អនុញ្ញាតល្អហើយវិសាខាតថាគតអនុញ្ញាតពោល8ប្រការនឹងរួចទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះអង្គទ្រង់សម្ដែងបញ្ជាក់នៅក្នុងសេចក្តីនឹងសរសើរគុណឧបាសិកាវិសាខាណាព្រះអង្គសរសើរថាស្ត្រីឯណាដែលជាអ្នកបានឲ្យបាយនឹងទឹកជាអ្នកមានចិត្តរីករាយមានសិលបរិបូរណ៍ដែលជាសាវិការបស់ព្រះសុគតបានគ្រប់សង្កត់នៅសេចក្តីកំណាញ់បរិច្ចាគនៅទានដែលជាហេតុនៃស្ថានសួគ៌បន្ទោបង់នៅសេចក្តីសោកនាំមកនៅសេចក្តីសុខស្ត្រីនោះឯងបានចូលនៅក្នុងធម្មបដិបទាមិនមានធូលីមិនមាននៅកិលេសដែលជាគ្រឿងនាំឲ្យមានសេចក្តីតម្រេចរមែងបាននៅកម្លាំងកាយនិងអាយុចិត្តទឹកស្ត្រីដែលមានបំណងក្នុងបុណ្យកុសលយ៉ាងនេះរមែងមាននៅសេចក្តីសុខមាននៅអនាម័យគឺការប្រសិជ្ជៈរោគដ៏បរិបូរណ៍រមែងសោយនៅសម្បត្តិក្នុងស្ថានសួគ៌អស់កាលដ៏យូរនឹងអង្គសម្ដែងចឹងសរសើរគុណបាសិកាឬក៏ស្ត្រីទាំងឡាយណាប្រហាក់ប្រហែលដូចជាបាសិកានឹងចឹងដែលជាអ្នកមានសទ្ធាក្នុងព្រះសាសនាមានសិលល្អបរិបូរណ៍នឹងជាអរិយសាវិកាដែលជាសាវិការបស់ព្រះសុគតណាទានគ្រប់សង្កត់នៅសេចក្តីកំណាញ់បរិច្ចាគទានដែលជាហេតុនៃឋានសួគ៌ណានឹងបន្តបងនៅសេចក្តីសោកនាំមកនៅសេចក្តីសុខនោះជាអ្នកតាំងនៅក្នុងធម្មបដិបត្តិដែលប្រសិជ្ជៈនៅទលីប្រសិជ្ជៈនៅកិលេសដែលជាគ្រឿងនាំមកនៅតម្រេកនោះរមែងបាននៅអាយុបាននៅកម្លាំងកាយជាទឹកដែលជាអ្នកមានបំណងក្នុងបុណ្យកុសលរមែងបាននៅសេចក្តីសុខប្រសិជ្ជៈរោគហើយរមែងបាននៅសេចក្តីរីករាយក្នុងស្ថានសួគ៌អស់កាលដ៏យូរព្រះអង្គសម្ដែងសរសើរអញ្ចឹងហ្នឹងហើយឧបាសិកាវិសាខាបានទទួលពោល8ប្រការហ្នឹងហើយបានកសាងព្រះវិហារទាំងរួចស្រេចបានកសាងព្រះវិហារហ្នឹងសរុបទៅថ្លៃដីអស់9កោដកហបណៈមួយកហបណៈច្រើនណាស់ទេណាហ្នឹងច្រើនណាស់ហ្នឹង5 6ហ៊ុនមេសតហ្នឹងហើយ9កោដទៀតគុណនៅតែប្រមាណដឹកអតេះមាសហើយថ្លៃកសាងវិហារព្រមទាំងសេនាសនៈផ្សេងទៀត9កោដទៀតហ្នឹងអត់មានស្ត្រីណាចំណាយទ្រព្យដោយឧបាសិកាវិសាខាទេណាធ្វើបន់ឆ្លង4ខែ
នៅចំក្រោយបានប្រគេននៅសម្ពុតដល់ភិក្ខុសង្ឃដែលមានតម្លៃ1អង្គ1000ហបណៈហ្នឹងសរុបទៅគឺអស់9កោទៀតរួមទៅ27កោទៀតដល់រួចស្រេចអញ្ចឹងទៅសបាយធ្វើបន់ឆ្លងរួចទៅសបាយនាំកូននាំចៅដើរប្រតិសិនប្រាសាទថ្មីទៀតព្រះវិហារណាដែលបានកសាងវេថ្លៃដល់សង្ឃមានព្រះពុទ្ធជាប្រធានហើយសបាយរីករាយណាស់បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួននោះនឹងមានឧទានរហូតដល់ទៅភិក្ខុថាឧបាសិកាវិសាខាបែបសបាយបន់ពេកបែបលប់សតិដើរច្រៀងណាទទួលព្រះរាមាភិក្ខុថាអញ្ចឹងណានឹងដែលលោកអត់ដឹងទៅតាមពិតអត់មានច្រៀងទេគឺឧទានអំពីបំណងរបស់ខ្លួនដែលពងមកយូរហើយនឹងបានសម្រេចនឹងឧទាននឹងដោយសេចក្តីថាសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយទាននៅប្រាសាទថ្មីតាមទ្រព្យដែលមានជាវិហារទានថ្វាយចំពោះសង្ឃសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានអោនអង្គថ្វាយក្រែពូកខ្នើយដោយចិត្តផ្ចិតផ្ចង់ចំពោះដល់សង្ឃដែលគង់ក្នុងវត្តសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយផាត់ផ្សំដោយមង្សៈធ្វើដោយមាត់ចត់សាលាកផាត់ជាអាហារទានសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាជួបព្រះទ្រង់ញៀនព្រមទាំងព្រះសង្ឃសទ្ធាខ្ញុំមានថ្វាយជ័យវរៈទានសម្ពុតសាច់ល្អសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាជួបសង្ឃបវរថ្វាយភេសជ្ជៈទឹកខ្មុំប្រេងស្ករទឹកដោះគោល្អនិងទឹកអំពៅមកដល់ឥឡូវខ្ញុំបានសម្រេចគ្រប់មុខស្រាប់បាត់អត់មានសល់នៅខ្ញុំបានថ្វាយទានកប់ទឹកយ៉ាងជ្រៅក្នុងដំណើរទៅកាន់ព្រះនិព្វានណាឧទានអំពីការត្រេះរិះប្រាថ្នាថ្វាយនឹងមាន5មុខណា5មុខអំពីរឿងវិហារទានមួយមុខពីសេនាសនៈទានមានក្រែពូខ្នើយហើយអំពីសាលាកផាត់បណ្ឌបាតទានជ័យវរៈទានហើយនឹងភេសជ្ជៈណាឧទានជាបគាថាណាចឹងនឹងរួចទៅភិក្ខុទាំងឡាយលោកឮអញ្ចឹងលោកឮសំឡេងវែងបង្អូសអញ្ចឹងហើយលោកថានាងវិសាខាដល់ច្រៀងណាសប្បាយនឹងបន្តិចបែបលប់សតិអីយ៉ាងម៉េចនេះដើរច្រៀងបានទូលព្រះរាមាប្រភាបានព្រះរាមាប្រភាព្រះអង្គទ្រង់ត្រាស់ថាធីតារបស់តថាគតមិនមែនដើរច្រៀងទេគឺឧទាននៅគាថាតាមដែលបំណងប្រាថ្នាពីដើមមកនឹងបានសម្រេចបានភិក្ខុទាំងឡាយទូលព្រះរាមាពាក្យថាឧបាសិកាវិសាខានោះមានបំណងប្រាថ្នាពីកាលណាមកព្រះអង្គបានព្រះរាមាភិក្ខុព្រះអង្គទ្រង់ត្រាស់ថាអញ្ចឹងអ្នកទាំងឡាយចូលចាំស្ដាប់ចុះបានព្រះអង្គទ្រង់ត្រាស់សម្ដែងតាំងពីមួយសែនផែនដីមុនមកចឹងតាំងពីសាសនាព្រះសម្មាសម្ពុទ្ធបតុមុត្តរៈណាក្នុងកាលនោះបានទៅវត្តបានស្ដាប់ព្រះធម៌ហើយឃើញឧបាសិកាម្នាក់ស្និទ្ធស្នាលនឹងព្រះរាមាភិក្ខុឧបថាយិកាព្រះអង្គហើយបានសាកសួរទៅតើឧបាសិកានឹងធ្វើបុណ្យអីបានជាស្និទ្ធស្នាលនឹងព្រះរាមាភិក្ខុជាឧបថាយិកាបានព្រះអង្គព្រះសម្មាសម្ពុទ្ធបតុមុត្តរៈព្រះអង្គទ្រង់ត្រាស់ថានាងឧបាសិកានោះបានតាំងសេចក្តីប្រាថ្នាតាំងពីមួយសែនកាប់មុនមកម្លេះទៅបានសម្រេចអញ្ចឹងទូលសួរព្រះអង្គថាតើខ្ញុំព្រះអង្គនេះអាចសម្រេចនៅសេចក្តីប្រាថ្នានឹងបានទេបើខ្ញុំព្រះអង្គមានសេចក្តីប្រាថ្នាបានព្រះអង្គត្រាស់ថាអាចបានបានឧបាសិកានឹងឯងតាំងធ្វើបុណ្យច្រើនណាស់ទៀតធ្វើបុណ្យថ្វាយទានដល់ទៅ7ថ្ងៃដល់ភិក្ខុសង្ឃម៉ឺនអង្គរួចទៅបានប្រាថ្នាចំពោះព្រះរាមាភិក្ខុបានព្រះអង្គទ្រង់ពិចារណាដោយអនាគតាំងសញ្ញាណទៅជ្រាប
ថាបានមកជាបាសិកាវិសាខាហ្នឹងដល់ព្រះអង្គទ្រង់ព្យាករទៅសប្បាយរីករាយណាស់ហ្នឹងរួចមកក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈទស្សពលហ្នឹងបានជាធីតារបស់ព្រះរាជាកញ្ញកៈហ្នឹងមានបងប្អូនស្រីហ្នឹង7នាក់នោះហ្នឹងគឺព្រះនាងសមណីនឹង1 2សមណគិតា3ភិក្ខុនី4ភិក្ខុទេសកា5ធម្មា6សទ្ធម្មា7សង្ឃទេសីនឹងហើយព្រះនាងសមណីបានមកជាព្រះនាងខេមាព្រះនាងសមណគិតាបានមកជាព្រះនាងអបលវណ្ណាព្រះនាងភិក្ខុនីហ្នឹងក៏បានមកជាព្រះនាងបដាចារាហើយព្រះនាងភិក្ខុទេសកាហ្នឹងបានមកជាព្រះនាងកណ្ដុលកេសានឹងហើយបានព្រះនាងធម្មានោះនឹងបានមកជាព្រះនាងកិសាគតមីព្រះនាងសធម្មាបានមកជាព្រះនាងធម្មតិនេភិក្ខុនីណាហើយបាននេះប្អូនទី7ពៅគេនេះសង្ឃទេសីឬសង្ឃទេសកាហ្នឹងបានមកជាឧបាសិកាវិសាខាហ្នឹងក្នុងការនោះបានទៅព្រឹត្តនៅព្រះមច្ចរិយធម៌មិនយកស្វាមីទាំង7នាក់បងប្អូនហ្នឹងក៏សាងរោងបណ្ឌុកផ្សាយសង់វាយនៅជ័យវរច្រើនណាស់ហើយឧបាសិកាវិសាខាឃើញមានឆ្លាតឆ្លេះណាស់ក្នុងការធ្វើហ្នឹងសំដីប្រគេនចង្ហាន់ដល់ភិក្ខុសាមណេរហ្នឹងសំដីលោកខាត់តែឆ្អែតហើយហ្នឹងក៏ចិត្តទៅថែមលោកម្ចាស់អានេះល្អអានេះឆ្ងាញ់ចិត្តទៅថែមប្រកេតលោកអីចឹងណាដល់តែបានផលមកបៃតាប្រលេងគោនឹង3គេវុតហើយបណ្ដោយ3គេវុតទៅតឹង70ម៉ែត្រហើយបិទទ្វារក្រោលគោនៅតែលោតផ្លោះលបងក្រោលទៅឡើងរាប់ម៉ឺនគោទៀតអានឹងអានិសង្ឃដែលចិត្តតែថែមប្រកេនលោកណាតែនៅចិត្តជ្រះថ្លានោះនឹងហើយបាននៅអាវមហាដតាប្រាសាទនឹងដោយសារប្រកេននៅសម្ពុតចៃវរដល់ភិក្ខុសង្ឃមានចូលចេះមានគ្រឿងជាលក់នោះទៅទៀតនឹងដែលត្រូវបានសម្រេចនៅអាវមហាដតាប្រាសាទដែលមានតម្លៃ9កោដណាចឹងអាវនឹងធ្វើអស់ពេជ្រ4នាលទៀតអាវនឹងយកពេជ្រទៅដាក់កន្លែងណាឲ្យសំ4នាលហើយកែវមុខក្តារ11នាលនឹងកែវប្រវាល20នាលកែវមณี33នាលអាវហ្នឹងហើយញាតិញោមលើកមិនរួចទេមិនណាហើយធ្វើជារៀងកងោកស្លាបមកខាងហ្នឹងគ្រាន់តែធ្វើជាពីមាសស្លាបមួយដូចយើងស្លាបមន់អញ្ចឹងណាមួយមក500ស្លាបមកខាងឆ្វេង500ស្ដាំ500ហើយណាស្លាបខាងកតុយចាប់គ្រប់ទាំងអស់ចំពុះកងោកធ្វើពីកែវមិនកែវប្រវាលភ្នែកធ្វើពីកែវមณีហើយអាកវងកងោកធ្វើពីកែវមณีហើយហ្នឹងអានិសង្ឃដែលបានថ្វាយចៃវរដល់ភិក្ខុសង្ឃមានមជុលមានចេះមានគ្រឿងចលក់ពណ៌ហ្នឹងដោយសេចក្តីជ្រះថ្លាខ្លាំងក្លាជាងគេទៅហ្នឹងហើយនឹងក្នុងកាលដែលនៅជានាងសង្ឃទេសីហ្នឹងបានតាំងសេចក្តីប្រាថ្នាជាមួយនឹងព្រះពុទ្ធកស្សបៈទៀតដើម្បីឲ្យខ្ញុំម្ចាស់បានសម្រេចនៅពរ8ប្រការពីព្រះរាមាពុភាក្នុងការជាអនាគតនឹងហើយមានសេចក្តីប្រាថ្នាកម្ពស់លើឧបាសិកាទាំងឡាយផ្នែកខាងថ្វាយទាននឹងម្ដងទៀតតាំងតែពីព្រះសម្មាសម្ពុទ្ធបរមុត្តរៈហោហែមកណាចឹងនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីសេចក្តីប្រាថ្នារបស់ឧបាសិកាវិសាខាហ្នឹងចឹងរួចទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងប្រកាសថាធម្មបទទេនៅក្នុងបុព្វវៈណាគេថាធម្មបទព្រះអង្គទ្រង់ត្រាស់សម្ដែងថាយៈថាបិពុបរាសិមហាកយិរាមេលេគុណេពហូអេវੰជាតេនៈមច្ចេនៈកតពាំងកុសលੰពហុងមួយប្រកាសថាទាំងប្រពចំពោះឧបាសិកាវិសាខាសម្ដែងទៅយៈថាបិពុបរាសិមហានឹងគឺក្នុងគំនូរផ្កាណាទៀតនឹងយៈថាបិពុបរាសិមហាកយិរាមេលេគុណេពហូណាមេលេគុណេហើយនឹងមេលេគុលេគឺដូចគ្នាទាំងក្នុងការដែលក្រងនៅផ្កាពីគំនូរផ្កាហ្នឹងដោយឧបាសិកាវិសាខាអញ្ចឹងមានបនបានធ្វើទុកមកក្នុងជាតិរបស់ឧបាសិកាវិសាខាហ្នឹងមានសម្បត្តិក៏ច្រើនឃើញទេនឹងមានសម្បត្តិច្រើនបៃតាចែកឲ្យមកហ្នឹងដោយសារជាអ្នកមានបនបានធ្វើទុកមកហ្នឹងទ្រព្យសម្បត្តិច្រើនណាគ្រាន់តែប្រាក់ដឹករទេសមកហ្នឹង500រទេសហ្នឹងកហបណៈដឹករទេសមកបៃតា
บกลมาเอาฮะเพศเนี่ยเพื่อปีแม่ปรำรอยเตะเพื่อปีประปรำรอยเตะปีสมรักปรำรอยเตะปีลงหันปรำรอยเตะนี่ปรำรอยเตะเช้านั่นนะน่ะสบายเมนเต้นเด่นดังจังอ่ะนั่นไงเปรียบได้โดยจีกุมโนพกาดอทอมให้อบาสิกาวิสาขาจะเนี่ยฉลาดเด่นเราจะเนี่ยฉลาดจังไปเตยคนนี้ตรังเลยค่ะพกาก็ไปเช้าเนี่ยกรองกานั่นก็ไปฉลาดคือกรองกาบานออย่างนั้นอบาสิกาวิสาขาอย่างนู้นนะเตี้ยนตรับสมบัติก็เช้าฉลาดเชื่อน้องกาจับใจนั่นก็บานละบ้านก็องตรงรำลึกดาเตือนจะตูเตยเตียนก็องตรงรำลึกค่ะวังเชียเตนน่ะหมายเจเนะกัดตับแป้งกดสลังเตะห้องยังน้ำไม่เนี่ยได้เมียนสิ่งใดสลับจะทอมมาได้เตียนกับใบเวอร์ในกดซอลไอ้บานเชื่อนั่งก็องกระดำจัง